ខ្ញុំឮថាអ្នកប្រុសស៊ូក៏ជាអ្នកស្រុកមិនចឹងដូចជាខ្ញុំចឹងដែរមែនទេបាទលោកម្ចាស់ល្អណាស់លោកស៊ូហូបបាយទៅជប់សិនលោកម្ចាស់ខ្ញុំមានរឿងមួយចង់សួរលោកម្ចាស់មិនដឹងថាលោកម្ចាស់អនុញ្ញាតឬអត់ទេយើងឲ្យលោកម្ហូបបាយលោកបាយជាចង់និយាយពីរឿងផ្សេងចង់រំខានគេហូបបាយមែនទេប្រនិយាយគ្នាគ្មានអីតាក់ទងជាមួយនឹងស្រីទេអូនហូបបាយទៅកុំចេះលូកមាត់លោកស៊ូលោកនិយាយមកចុះលោកម្ចាស់អមមិញលោកច្បាយស្រុកទទួលបញ្ជាពីលោកម្ចាស់ទៅចាប់ខ្លួនមនុស្សនៅក្នុងផ្ទះរបស់ខ្ញុំនេះគឺជាការពិតទេគឺជាការពិតម៉ែកូនតកូលយ៉ាងគឺជាអ្នកទោសរបស់រាជការត្រូវតែចាប់ខ្លួនវិញយើងឮថាលោកគឺជាអ្នកដោះលែងគេទាំងពីរនាក់មែនទេលោកម្ចាស់ខ្ញុំយល់ថារឿងក្តីរបស់យ៉ាងអ៊ីងឈិញបានបញ្ជាក់ច្បាស់លាស់ទៅហើយម៉ែកូនគ្រូសាយ៉ាងគឺអយុត្តិធម៌ទេរាជការក៏ចង់លើកលែងទោសឲ្យពួកគាត់ដែរគ្រាន់តែមិនទាន់ចេញបញ្ជាតែប៉ុណ្ណោះហើយនេះឲ្យខ្ញុំក៏ដោះលែងគេទាំងពីរនាក់តែម្ដងទៅបើសិនជាលោកម្ចាស់សង្ស័យខ្ញុំស៊ូសុកចិត្តធានាខុសត្រូវស៊ូអ្នកណាក៏និយាយថាលោកជាមនុស្សក្អេងក្អង់ដែរប៉ុន្តែយើងមិនជឿទេថ្ងៃនេះបានជួបពិតជាមិនខុសពីអ្វីដែលគេបាននិយាយមែនបើលោកមិននិយាយក៏ហីចុះប៉ុន្តែថ្ងៃនេះយើងមកទទួលតំណែងក្នុងស្រុកលោកមិនមកទទួលយើងបែរជាកិច្ចខ្លួនទៅក្នុងគុកមិនត្រឹមតែដោះលែងអ្នកទោសរបស់រាជការទេលោកម្ចាស់បើតាមច្បាប់មហាសង្ឃថ្ងៃដល់ឆ្នាំមន្ត្រីកាត់ក្តីនៅក្នុងស្រុកត្រូវតែពិនិត្យបញ្ជីឈ្មោះអ្នកទោសដែលនៅក្នុងគុកអ្នកដទៃមិនអាចជំនួសបានទេហើយនេះបានជាមិនបានទៅទទួលលោកម្ចាស់ប៉ុន្តែក្រោយពេលដែលខ្ញុំពិនិត្យហើយខ្ញុំក៏មករកលោកម្ចាស់ដល់ផ្ទះប៉ុន្តែលោកម្ចាស់បដិសេធមិនជួបរឿងនេះមិនអាចបន្ទោសខ្ញុំបានទេរីឯម៉ែកូនគេទាំងពីរត្រូវជាប់ចាប់ដោយអយុត្តិធម៌រឿងនេះនរណាក៏ដឹងដែរលោកម្ចាស់មានឋានៈជាមេទ័ពធ្លាប់បង្ហូរឈាមនៅសមរភូមិដើម្បីការពារជាតិហើយនេះបានជាធ្វើយ៉ាងនេះចំពោះគ្រួសារមេទ័ពដែលស្មោះត្រង់ចំពោះជាតិស៊ូឯមានដឹងថានេះជាផ្ទះរបស់អ្នកណាហ៊ាននិយាយយ៉ាងនេះផងហ៎សុំទោសលោកស្រីនេះគឺជាការខុសឆ្គងរបស់ខ្ញុំលោកម្ចាស់អ្វីដែលខ្ញុំចង់និយាយខ្ញុំនិយាយចប់ហើយខ្ញុំសូមលាទៅវិញហើយជប់សិនស៊ូឯងហាមាត់ឡើងពីណាសមរភូមិយើងសួរឲ្យទៅមើលឯងមានដែរទៅសមរភូមិទេឯងមានដែរលឺសម្លេងស្គរចម្បាំងយ៉ាងណាមានដែរឃើញការកាប់ចាក់បង្ហូរឈាមយ៉ាងណាឯងមានដែរឃើញឈាមរបស់សត្រូវនិងឈាមរបស់កងទ័ពយើងហូរចូលគ្នាយ៉ាងណាទេបើសិនជាឯងមិនដែលឃើញទេឯងគុំនិយាយពាក្យសមរភូមិជាមួយនឹងយើងទៀតបានហើយរឿងដោះលែងមនុស្សយើងមិនដេញដោលជាមួយលោកតទៅទៀតទេយើងគឺជាមេទ័ពមិនចេះនិយាយច្រើនចេះផឹកស្រាអ្នកដែលចេះផឹកស្រាទើបអាចចូលសមរភូមិបានលោកហ៊ានផឹកភ្នាល់ជាមួយយើងទេហើយតែពីអ្នកចេញទៅវិញសិនទៅយកស្រាមកអ៊ំស្រីយ៉ាងពួកយើងទៅមកផងសៀងគ្មានអ្វីទទួលសូមមេត្តាអធិស្ឋានអ្នកស្រីទទួលមកកូនយើងទាំងពីរពួកយើងមិនភ្លេចគុណនោះទេពួកយើងនឹងចងចាំជានិច្ចពួកយើងមិនចាំបាច់ចាំស៊ូទេមកពេលនេះខ្ញុំតំណាងឲ្យស៊ូគោរពជូនដល់លោកមេត្តាយ៉ាងព្រមទាំងកងទ័ពដែលទទួលពលីនៅព្រំដែនសូមឲ្យគេទាំងអស់គ្នាបានសុខអ្នកស្រីខ្ញុំមិនដឹងថាគួរនិយាយយ៉ាងម៉េចទេលោកស៊ូដល់ពេលលោកហើយលោកម្ចាស់ខ្ញុំមិនសូវប្រកែកផងខ្ញុំតែមិនរួចទេអ្នករៀនសូត្រជ្រៅជ្រះដូចជាពលលោកនិយាយស្ដីដូចជាមនុស្សស្រីយ៉ាងចឹងលោកម្ចាស់ស៊ូមើលទៅលោកស៊ូត្រូវតែខំរៀនផឹកស្រាផងយកភ្លើងប្រពែមកលោកស៊ូមកដល់តំបន់ពីយប់រឿងអីមិនភ្លក់សាច់ប្រពែដែលនៅមានឈាមស្រស់មានតែហូបសាច់នេះទេទើបធ្វើឲ្យមានកម្លាំងកំហែងក្នុងខ្លួនមានកម្លាំងកំហែង
ទើបឲ្យសម្រាប់កងទ័ពឈ្លានពានស៊ីសេបាន លោកសួរលោកដឹងថាហេតុអ្វីបានជាលោកខំសាច់ប្រពៃនេះមិនដាច់ទេដោយសារតែលោកមិនធ្លាប់ឃ្លាននៅក្នុងសមរភូមិលោកនៅក្មេងគ្រាន់តែសរសេរអត្ថបទពី3សន្លឹកក៏បានទទួលការសរសើរពីព្រះអង្គទៅហើយប៉ុន្តែគ្មានអីគួរអស្ចារ្យនោះទេចំណែកយើងបានចេញបញ្ជាកងទ័ពរបស់យើងឈរស្ងៀមមិនកម្រើកព្រួយរបស់សត្រូវបាញ់មកពីលើមេឃដូចជាទឹកភ្លៀងយ៉ាងចឹងបាញ់ពួកគេម្នាក់សុះពេញខ្លួនប៉ុន្តែកងទ័ពរបស់យើងមិនកម្រើកអីបន្តិចណាឡើយ ខ្ញុំសេលៀនសូមជូនស្រាអ្នកទាំងអស់គ្នាខ្ញុំសូមនិយាយពី3ម៉ាត់សូមអ្នកទាំងអស់គ្នាកុំសាច់ច្បោកខ្ញុំអីខ្ញុំសេលៀនសូមជូនពរលោកម្ចាស់មានអនាគតល្អសូមឲ្យអ្នកស្រីស្អាតជានិច្ចហើយក៏សូមឲ្យអ្នកមីងកាន់តែចាស់ទៅកាន់តែមាំសូមឲ្យបងឆៅគូមានកម្លាំងខ្លាំងក្លាសូមឲ្យគ្រួសារទាំងមូលបានសុខរហូតឈើលៀនពិតជាសភាពរៀបសារមែនពួកខ្ញុំដឹងថាអ្នកនាងយ៉ាងក៏ជាមនុស្សមានទេពកោសល្យល្អដែរអ្វីដែលខ្ញុំរៀនសុទ្ធតែជារឿងកបិចកប៉ុកតែប៉ុណ្ណោះទេអ្នកស្រីចាស់សូមប្រាប់ពួកខ្ញុំផងបានទេសៀលៀនចូលចិត្តរៀនសូត្រតាំងពីតូចគម្ពីរគ្រប់យ៉ាងគឺរៀនឲ្យស្ទាត់រីអាការដេញពិនលេងអុកគូគំនូធ្លាប់មានអ្នកណែនាំគេក៏យល់ភ្លាមនាងមិនចូលចិត្តអីបាក់ទេឪពុកនាងកើតនៅរស់ក៏តែងតែពិបាកចិត្តថាមានកូនស្រីបែបនេះបើសិនជាកូនប្រុសប្រកាសជាអាចប្រឡងជាប់ជាមន្ត្រីនាងក៏អាចប្រឡងជាមន្ត្រីស្រីម្នាក់ដែរពិតមែននាងមានការយល់ដឹងប្រកាសជាគិតគូរប្រទេសជាតិមិនប្រឡងជាមន្ត្រីក៏ហីចោះពួកយើងមិនខ្វះមន្ត្រីទេអ្នកទាំងអស់គ្នាក៏ដឹងដែរលោកម្ចាស់ស៊ូរបស់យើងគាត់មិនមែនជាមន្ត្រីទេប៉ុន្តែគាត់មានការយល់ដឹងជ្រៅជ្រះណាស់លោកម្ចាស់ស៊ូគឺជាស៊ូមិញអេងដែលល្បីល្បាញគ្រប់ទិសទីតាមពិតលោកម្ចាស់គឺលោកស៊ូដែលប្រឡងជាប់ជាមួយបងប្រុសគាត់មែនទេពិតមែនណាមែនហើយលោកម្ចាស់គឺស៊ូស៊ឺតែម្ដងមែនទេគេជាអ្នកបើកដោះខ្ញុំតាំងពីតូចរឿងអីថាមិនពិតនោះម៉ែដងជាកម្ពូលម៉ែដោះទី1នៅក្នុងលោកមិនក៏និយាយយ៉ាងនេះទៅវិញតាមការពិតប្តីខ្ញុំពីមុនក៏ធ្លាប់ជួបលោកម្ចាស់ជាច្រើនលើកដែរលោកម្ចាស់ស៊ូពេលធ្វើដំណើរគ្រប់កន្លែងក៏ឆ្លងកាត់ឈិញចៅគាត់នឹងប្តីខ្ញុំពិភាក្សារបៀបអប់រំកូនចៅធ្លាប់បាននិយាយពីរឿងម៉ែដោះដាច់ខ្ញុំនៅចាំអ្នកប្រុសនិងអ្នកប្រុសទី2ពេលប្រឡងជាប់ប្តីខ្ញុំមានការកោតសរសើរខ្លាំងណាស់ស្ដាយណាស់គាត់មានតែកូនស្រីម្នាក់ម៉ែតាមពិតជាមិត្តចាស់ផងហ៎អញ្ចឹងយើងគួរតែជប់លៀងទី1គឺសូមឲ្យបជារាជភៀសខ្លួនរាប់ម៉ឺនអ្នកបានសេចក្តីសុខនៅទីនេះទី2អបអរខ្ញុំនឹងស៊ឺបានប្អូនស្រីម្នាក់ទៀតតែមានន័យថាម៉េចអ្នកស្រីយ៉ាងខ្ញុំនឹងសៀលៀនចង់រាប់អានគ្នាជាបងប្អូននេះជាការល្អណាស់នេះជាកិត្តិយសរបស់សៀលៀនខ្ញុំហើយសៀលៀនបងស្រីឆាប់អរគុណគេទៅបងស្រីខ្ញុំសូមគោរពបងជាបងស្រីបានហើយមិនបាច់គួរសាំទេប្រសាណាមកនៅគ្នាហូបទៅសូមជើញអស្ចារ្យប្រឹងឡើងលោកម្ចាស់ប្រកាសជាឈ្នះលោកពកលោកស៊ូគ្រាន់តែជាមន្ត្រីធម្មតាម្នាក់យើងឈ្នះក៏គ្មានអីអស្ចារ្យដែរយ៉ាគេថានៅសមរភូមិឲ្យកូនចាប់ដៃគ្នាហេតុអីបានជាឯងកាន់ជើងអ្នកដទៃអញ្ចឹងខ្ញុំមិនមែននិយាយជាមួយអ្នកទេលោកម្ចាស់ស្ដាប់បានទេអស្ចារ្យមែនលោកស៊ូខ្ញុំជាអ្នកឈ្នះហើយលោកស៊ូពេលដែលទៅផ្ទះវិញសូមជួយផ្ដល់ដំណឹងមួយម៉ាត់ផងឲ្យមន្ត្រីទាំងឡាយមកជួបជុំគ្នានៅក្នុងសំណាក់ប្រជុំខ្ញុំមានកិច្ចការខ្លះចង់ប្រកាសអូនសម្លាញ់បងសម្លាញ់អាណាឆាគូបងផឹកស្រាបងផឹកនៅក្នុងផ្ទះលោកម្ចាស់ឈិនណាបងមិនប្រកែកទេហេតុអីបានជាបងឆាគូបានហើយឆាគូរបស់ស៊ឺយ៉ាងម៉េចហ្នឹង
ចាអ កុំ គូ រវល់គាត់អីគាត់ស្វឹងហើយទៅវិញសម្រាប់ចាស់ ចង់ឲ្យខ្ញុំចូលក្នុងបន្ទប់ក៏បានដែរប៉ុន្តែត្រូវតែយល់ព្រមនឹងខ្ញុំរឿងមួយតើរឿងអីទៅគឺឯងត្រូវបង្រៀនខ្ញុំកាច់ដៃកាច់កោតដៃហ្នឹងត្រូវហើយគឺកាច់កោតដៃឯងត្រូវតែបង្រៀនខ្ញុំឲ្យចេះ គឺលោកស៊ូត្រឡប់មកវិញមែនទេម៉ែលោកស៊ូត្រឡប់មកវិញហើយគាត់ស្វឹងខ្លាំងណាស់នំប្រកាសជាពិបាកចិត្តគឺរឿងវិជារៀបភៀសខ្លួនហ្នឹងណារឿងនេះពិតជាលំបាកដល់គាត់មែនសេលីនត្រូវផ្ដល់យោបល់ឲ្យលោកស៊ូឲ្យបានច្រើនបន្តិចម៉ែកូនតដេកហើយ អ្នកលោកស៊ូលោកម្ចាស់ឈិនឲ្យពួកយើងមកប្រជុំហើយនេះបានជាថ្មីទៅហើយមិនទាន់ឃើញគាត់ម្ដង អស់លោកម្ចាស់ឈិនឲ្យខ្ញុំមករាយការណ៍ថាពេលនេះគាត់នៅខាងក្រៅកំពុងតែរងចាំអ្នកទាំងអស់គ្នាសូមអញ្ជើញអ្នកទាំងអស់គ្នាចេញទៅឥឡូវនេះ